Good morning ឬក៏អរុនសួស្តីកំមុំនឹងកំឡោះស្អាតរបស់យើងទាំងអស់គ្នាផងដែរបាទតើនៅក្នុងត្រវេលានេះអស់លោកអ្នកបានញ៉ាំអាហារពេលព្រឹកហើយឬនៅបាទដូចអ្នកនរគ្នាបានឃើញនៅក្អូនអញ្ចឹងគឺថ្ងៃនេះខ្ញុំមកលេងជាមួយនឹង Hero Alpha ដែលជាស្ដេចឡើងឈាមនៅក្នុង game mobile លាងចានបាទអញ្ចឹងគឺខ្ញុំដើរប៉ះជាមួយនឹង Hero ស្ដេចឡើងឈាមដូចគ្នាដែលជា Hero Terisla បាទចឹងចូលមកដំបូងគឺយើងអត់មានអីទេក្រៅពីការ clear minion ដើម្បី claim យក level 2ស្រួលវាយគាត់ចឹងណាអាប៉ែនេះគឺមិនទាន់ level 2ស្រួលបួលទេតែគាត់បបួលខ្ញុំវាយខ្លាញ់រហូតតែម្ដងតែខ្ញុំអត់ទទួលវាយខ្លាញ់ទេដើម្បីធ្វើជា EXP ដ៏ល្អនឹងគំរូគឺយើងធ្វើការវាយគ្នាហើយ farm ដើម្បី claim យក level 4ឆាប់បានទៅជួយ help total គ្នាយើងបាទនៅកន្លែងនេះគឺខ្ញុំចង់រួចសัตว์កាក់ Terisla ក៏ប៉ុន្តែមកច្រើនទេចាញ់ខ្ញុំមកចូលចិត្ត pro ឯងថយឆ្ងាយថយឆ្ងាយអូយប៊ីងាប់បន្ទាប់ពី enemy បានបបួលខ្ញុំវាយខ្លាញ់3-1ខ្ញុំមិនទៅហើយគ្នាខ្ញុំក៏បានមកជួយនៅត្រង់នេះខ្ញុំគិតថាខ្ញុំចង់ទៅផ្ទះតែឃើញថា Terisla គេហ្នឹងមិនទាន់ទៅទេនេះមកនេះចង់ទៅណាគូតឲ្យសុទ្ធទៅសាច់វាតតមុខទៀតវាយ៉ាងនេះតម្រង់ខ្លាចាំបបែមកទៀតហើយបាទទៅមិនបាច់ពួននេះក៏ដឹងថាយើងនៅក្នុងស្មៅហើយខ្ញុំនឹង Terisla ក៏ធ្វើការខ្វេះខ្វាមគូតគ្នាជាធម្មតាព្រោះនេះគឺជាទម្លាប់ទៅហើយរបស់ EXP អញ្ចឹងណាហើយត្រង់នេះក៏ខ្ញុំបានចូលគាត់ចូល trade ក៏ប៉ុន្តែខ្វាយគាត់អត់ងាប់ទេខ្ញុំឃើញថា hyper របស់ខ្ញុំនឹងបានចូលទៅវាយ Terisla ហើយអញ្ចឹងខ្ញុំក៏គិតថាខ្ញុំចូលទៅអាចនឹងបានពេអញ្ចឹងណាតែការគិតមិនដូចការពិតទេបាទចប់អញថាមែនបន្ទាប់ពីងើបមកវិញខ្ញុំអត់មានធ្វើអីឆ្ងាយទេក្រៅពីមក land EXP នឹងទៀតបាទគឺយើងមកធ្វើការ clear land ហើយខ្ញុំក៏មកវាយអាសត្វកាក់នេះពេលដែលវាយងាប់សត្វកាក់ហ្នឹងហើយខ្ញុំក៏ដើរទៅ mid land ដើម្បីជួយខាង make របស់ខ្ញុំហ្នឹង clear land អញ្ចឹងទៅពេលដែលខ្ញុំជួយ clear គាត់ហើយខ្ញុំគិតថាខ្ញុំចង់ចុះទៅ land របស់ខ្ញុំវិញអញ្ចឹងណាចឹងខ្ញុំក៏ជួយ clear គាត់ត្រង់កន្លែងនេះខ្ញុំឃើញថា Cyclops គេនឹងអត់ដឹង map ខ្ញុំទេជេរម៉ែអាហ្នឹងលើមើលមិនចាយភាសាអស់ល្អជាមួយគ្នាឥឡូវហ្នឹងបន្ទាប់ពីធ្វើស៊ី make ខាងគេអត់បានហើយខ្ញុំឃើញថា hyper របស់ខ្ញុំហ្នឹងគាត់ចូលទៅវាយគេ1-2ខ្ញុំក៏ចូលទៅជួយហើយខ្ញុំក៏ស៊ីបាន hyper គេ1ទៅត្រង់កន្លែងនេះខ្ញុំគិតថាចង់វាយតែងដែរក៏ប៉ុន្តែគាត់តាន់ពេកអញ្ចឹងខ្ញុំក៏ប្រឡែងគាត់ទៅខ្ញុំបែរភ័ក្រងាកក្រោយមកវាយជាមួយនឹង blue enemy វិញទៅស៊ីមិនឈប់អារបស់ពេញខ្លួនឯណាបន្ទាប់ពីបានខ្វេមខ្វាមរបស់គេហើយខ្ញុំក៏មកធ្វើការទប់ land របស់ Terisla កុំឲ្យគាត់បុកផ្ទះខ្ញុំតទៅមុខទៀតដំបូងខ្ញុំថាអត់ចង់វាយទេក៏ប៉ុន្តែខ្ញុំឃើញថា spell long របស់ខ្ញុំវាបាន cool down ចប់ហើយខ្ញុំក៏ធ្វើការវាយទៅខ្ញុំបន្ទាប់ពីវាយ Terisla ងាប់ហើយក៏មកប្រាប់ hyper របស់ខ្ញុំឲ្យមកវាយ total ដើម្បីឲ្យសេដ្ឋកិច្ច team យើងហ្នឹងវាកាន់តែ two tier ខ្លាយជា Elon Musk មានលុយវាយគេបានចឹងទៅអញ្ចឹងបន្ទាប់ពីបានវាយ total ហើយខ្ញុំក៏កលេចទៅមើល map ក៏ឃើញថា Cyclops គេហ្នឹងកំពុងតែ clear land ហើយខ្ញុំក៏ដាក់ Cyclops ហ្នឹងបានមក kill ទៀតទៅត្រង់កន្លែងនេះវាយ2-1អត់មានជាបញ្ហាទេព្រោះហើយ Alpha របស់ខ្ញុំហ្នឹងគឺ late game ហើយអត់អស់ចិត្តទេបន្ទាប់ពីវាយ Terisla ប៊ីងាប់ប៊ីរស់រត់ដាច់ជើងចោលហើយយើងមកធ្វើការចង់វាយជាមួយនឹង Cyclops ទៀតក៏ប៉ុន្តែគាត់ដៃវែងមែនតើខ្ញុំវាយអត់ដល់ទេអញ្ចឹងផាសាខ្ញុំក៏ចូលមកជួយហើយចំណែកខ្ញុំវិញក៏ចាំមើលឱកាសល្អនេះខ្លាចាំបបែផាសាខ្ញុំក៏ស៊ីបែទៀតទៅវាយ1វាយ2នៅកន្លែងនេះខ្ញុំលោខ្លាំងមែនតើក៏ប៉ុន្តែចិត្តខ្ញុំចង់ខ្លាចជាតារាខ្ញុំក៏ចូលទៅវិញហាត់30ឆ្នាំមកហើយយប់នេះអាចយកមកប្រើការបានហើយប្រងព្រះបន្ទាប់ពីងើបមកវិញគ្នាខ្ញុំក៏ដាក់ម៉ូគ្នាទៅវាយ Lord ទៅវាយអីដើម្បីបុកផ្ទះគេព្រោះអី late game ហើយអាចនឹងគ្នាគេ come back បាននៅកន្លែងនេះគឺខ្ញុំចូលទៅវាយបានជាមួយនឹងតាំងមួយហើយក៏ធ្វើការមកតេសជាមួយនឹង Terisla ទៀតហើយខ្ញុំក៏បាន Terisla មក kill ទៀតទេហើយខ្ញុំអត់ចូលទៅទៀតទេព្រោះអីខ្ញុំ low ហើយខ្ញុំក៏មកធ្វើការ clear land ដើម្បីយកឈាមខ្លះអញ្ចឹងទៅ
អាចមើលបានឥឡូវ let game ហើយ item ខ្ញុំក៏រៀងច្រើនដែរអញ្ចឹងទៅគឺយើងក៏វាមានតែបន្តិចហ្នឹងគឺឡើងឈាមទាំងកធុនទាំងកធុនហើយនៅកន្លែងនេះខ្ញុំធ្វើការវាយរបស់សុកហ្នឹងក៏គ្នាខ្ញុំធ្វើការបើក team fight តែម្ដងខ្ញុំក៏ចូលទៅស៊ីបានតែងគេមួយទៅហើយទីបំផុតគ្នាខ្ញុំហើយនឹងខ្ញុំហ្នឹងក៏បានបុកផ្ទះខាង enemy ឲ្យបែកបានឈ្នះអញ្ចឹងទៅខ្ញុំពិតជាសប្បាយចិត្តខ្លាំងមែនទែនព្រោះថា record 10 20 game ហើយទើបតែឈ្នះទេខ្ញុំក៏មានពាក្យផ្ដែផ្ដាំចុងក្រោយទៅកាន់ enemy ថាឥឡូវខ្ញុំឈ្នះហើយមានអារម្មណ៍មិនដែរ Victory!